ញ៉ាំឈ្មោះពៅយ៉ានៅនេះភូមិប្រគូថ្មីស្រុកអង្គរធំខេត្តសៀមរាបអាយុ44មួយបាត់ទិញអិតចាយប្តីខ្ញុំគាត់ឈ្មោះអមសៀតអាយុគាត់47គាត់ទិញអិតចាយគាត់ទៅទិញតកើតខ្ញុំនៅផ្ទះហ្នឹងមើលជ្រូកចេះយកមកធ្វើផ្ទះធ្វើឲ្យកូនដូចខ្ញុំធ្វើឲ្យគាត់ដែលគាត់ដល់រស់ស៊ីរើងាយទៅឃើញរកគាត់ជួបគ្រោះថ្នាក់អុយទៅមានធានារ៉ាប់រងពឹងតែខ្លួនខ្ញុំក៏ខ្ញុំធ្វើដែរមួយខ្ញុំនេះម្ចាស់ផ្ទះនេះអ្នកតេមូថាមីងវើមានអាឡានបោកតែគេអត់ទាន់ប្រាប់ថាស្លាប់ទេខ្ញុំជិះម៉ូតូឡើងទៅដល់ពាក្យកណ្ដាលផ្លូវហើយបានគេប្រាប់ថាគាត់ស្លាប់បាត់ហើយមិនអារម្មណ៍ពេលនោះដែរមិនគិតឲ្យចាញ់វាល្គូហើយវាសឹងតែវិញញ៉ោះលលីងគិតតែពីយំអូបគាត់ស្ដាយខ្ញុំនឹកដែលអត់ដែលបំភ្លេចគិតបានខ្ញុំគិតហៅខ្ញុំតែពៅព្រលឹងនាងខ្ញុំឈ្មោះជាតិសុភីនាងខ្ញុំរៀននៅសាលាវិទ្យាល័យទេជោហ៊ុនសែនអង្គរធំថ្នាក់ទី11សេសប្តាហ៍ថ្ងៃនាងខ្ញុំជាកូនប៉ោនៅក្នុងគ្រួសារពេលដែលគាត់រស់នៅគាត់បានផ្ដល់ភាពកក់ក្ដៅជាឪពុកហើយគាត់បានផ្ដល់ជាថវិកាមិនថាកូនចង់បានអីគាត់ផ្ដល់អោយផ្ដល់អ្វីៗគ្រប់យ៉ាងដើម្បីកូនគាត់សុខចិត្តអត់ខ្លួនឯងដើម្បីកូនគ្រប់គ្នាហើយពិបាកច្រើនបាត់បង់ចំណូលចូលអត់មានបង្គោលជាគ្រួសារខ្ញុំបាទអនុស្នេហ៍តូឈួនសំណាក់ជានាយរងប៉ុស្តិ៍នៃប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ័យបាទប្រសាថ្ងៃនេះខ្ញុំក៏បានចូលរួមในការផ្ដល់ជាសំណងសម្រាប់ធានារ៉ាប់រងទៅគ្រួសារបងស្រីយ៉ាមែនទេអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋមិនថាមានកូនតូចឬក៏មានឪពុកម្ដាយចាស់ជរាយើងគួរតែទិញដល់អីដើម្បីយើងការពារទុកថ្ងៃក្រោយនៅពេលដែលមានបញ្ហាពួកអីគ្រោះថ្នាក់យើងមិនឃើញទេច្រឡំនៅពេលដែលកើតហេតុភ្លាមឬក៏មានបញ្ហាភ្លាមតនៅពេលយើងអត់មានអីសោះអញ្ចឹងយើងអាចមានធានារ៉ាប់រងមួយសម្រាប់ជួយជាសម្រាលបន្ទុកបងប្អូនប្រជាពលរដ្ឋបានខ្ញុំបាទឈួនសិនិតជាជំទប់ទី1នៃក្រុមប្រឹក្សាឃុំស្វាយជ័យក៏សម្រាប់ថ្ងៃនេះក៏យើងមានសេចក្តីត្រេកអរដែរតែបន្ទាប់ពីការបាត់បង់និងទទួលនៅទុក្ខលំបាកបឋមនិយាយទៅជារឿងមួយដែលយើងមិនដែលចង់ជួបទេហើយក៏មានអ្នកណាមិនអាចគិតបានដែរអញ្ចឹងក៏សូមត្រេកអរសម្រាប់ដល់ក្រុមហ៊ុនធានារ៉ាប់រងផតេតាមរយៈនៃការកម្ចីថវិការបស់ AMK បានន័យថាការកម្ចីហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់ជីវភាពហើយក៏មានផ្សារភ្ជាប់ជាមួយនឹងធានារ៉ាប់រងហើយក្នុងនោះក៏បានទទួលសំណងធានារ៉ាប់រងពិតជាក់ស្ដែងពីក្រុមហ៊ុនធានារ៉ាប់រងផតេផងដែរអញ្ចឹងថ្ងៃនេះក៏សូមឲ្យបងអ៊ំពូមីងទាំងអស់ចូលរួមធ្វើសក្ខីភាពទាំងអស់គ្នាខ្ញុំបាទនីលីហួងជាប្រធាននាយកប្រតិបត្តិដៃគូអាជីវកម្មរបស់ក្រុមហ៊ុន Forte ថ្ងៃនេះជាលើកទី2ហើយនៅក្នុងទឹកដីខេត្តសៀមរាបដែលពួកយើងជាមួយនឹងក្រុមការងារ AMK បានមកដល់ទីនេះដើម្បីប្រគល់សំណងធានារ៉ាប់រងជូនអតិថិជនរបស់ AMK អញ្ចឹងនេះគឺជាករណីមួយទៀតហើយដែលយើងផ្ដល់សំណងជូនហើយវាជាសក្ខីភាពនិងជាភស្តុតាងបញ្ជាក់ពីការរក្សានៅពាក្យសន្យារបស់ក្រុមហ៊ុនធានារ៉ាប់រង Forte តាមរយៈធនាគារ AMK ជូនដល់អតិថិជនរបស់ AMK ដែលទទួលយកសេវាធានារ៉ាប់រងខ្នាតតូចរបស់យើងយកទៅប្រើប្រាស់គម្រោងខ្ញុំថាចេះថាចៃលុយធ្វើផ្ទះឲ្យកូននេះរួចនឹមក៏រស់ទីរួចចាំមើលបើកូនសងគេអស់លាស់ឆ្នាំគ្រិនខ្ញុំសុំបកមកវិញចៃយកមកធ្វើឲ្យខ្ញុំម្ដងគោលបំណងចង់ធ្វើផ្ទះតែបានធានារ៉ាប់រងជួយបានធ្វើផ្ទះមែនលុយនេះបាន30លានអាចទៅធ្វើផ្ទះបានទៅព្រោះផ្ទះចាស់ខ្ញុំវាពុកដែរកណ្ដៀស៊ីអស់ហើយជ្រៅក៏ជ្រៅទៀតពេលភ្លៀងមកទឹកហូរចូលក្នុងផ្ទះខ្ញុំសូមអរគុណលោកគ្រូអ្នកធនាគារ AMK ដែលគិតបានជួយខ្ញុំខ្ចីយកមកធ្វើផ្ទះចៃបានទាំងធានារ៉ាប់រងយកមកធ្វើផ្ទះខ្ញុំទៀតទាំងកូនទាំងម៉ែទាំងអស់គ្នាសូមអរគុណលោកគ្រូ AMK ច្រើន